អនុញ្ញាតស្វាគមន៍ប្រិមិត្តមកកាន់កម្មវិធីព័ត៌មានខ្លាំងត្រជាតិរបស់ website កំសាន្តក៏ដូចជា God 55 Media បាទថ្ងៃនេះនាំអារម្មណ៍ប្រិមិត្តទាំងអស់គ្នាទៅតាមដានមកជាមួយនឹងព័ត៌មានខ្លាំងត្រជាតិបតតងមកជាមួយនឹងកីឡាករ Odegaard កីឡាកររូបនេះបង្ហាញខ្លួនបាទជាមួយនឹងការប្រកួតឲ្យ Arsenal ក្នុងរដូវកាលនេះដូចជាមិនមែនជារដូវកាលរបស់គាត់ទេដោយការបង្ហាញខ្លួន3ប្រកួតចុងក្រោយបាទជួបនឹង Leeds ហ្នឹងគាត់លេងបានតែ38នាទីទេបាទជួប Nottingham Forest លេងបាន18នាទីហើយជួប West Ham កាលពីយប់មិញទោះបីជាឈ្នះនៅក្នុងលទ្ធផល2-0យ៉ាងណាក៏ដោយក៏ Odegaard លេងបានត្រឹម30នាទីតែប៉ុណ្ណោះគូបញ្ជាក់ផងដែរថាកីឡាករ Bernok Way រូបនេះគឺជាកាប់តានក្រុមដែលនាំលេងដ៏សំខាន់របស់ក្រុម Arsenal ហើយការរបួសរបស់គាត់មិនមែនជារឿងដ៏ល្អទេសម្រាប់ក្រុម Arsenal បច្ចុប្បន្ន Arsenal ឈរលេខ1នៅក្នុងកំពូលតារាង English Premier League ដោយមាន16ពិន្ទុនៅលើក្រុមហង្សក្រហម Liverpool ដែលទើបតែចាញ់ Chelsea កាលពីយប់មិញយើងចាំមើលថាតើកីឡាករនេះនឹងអាចវិលត្រឡប់មកទីលាននៅពេលណាខ្ញុំបាទនឹងអាប់ដេតព័ត៌មានជូនប្រិមិត្តនាពេលក្រោយគណៈពេលនេះព័ត៌មានកន្លងត្រជាតិបាទរបស់ God 55 Media ក៏ឈានចូលដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណបាទសូមជម្រាបលា